វត្តសំស័យជាទីជ្រាំងថ្លាចៅអង្គិកាព្រះនាមសុខានដឹកនាំបរិស័ទកសាងកើងកានវិហារទីឋានក្បូរក្បាច់រចនាវត្តនៅអូឡឹមក្នុងខេត្តអាងយ៉ាងកំពុងកសាងជឿនលឿនអស្ចារ្យព្រះសង្ឃសាមគ្គីមូលមីចិន្តាលោកយាយលោកតារួមគ្នាសាងសង់2 ឆ្នាំកន្លងវេលាស្ថាបនាសពថ្ងៃយាយតាខំមិនបងអងជំនួយគាំទ្រវិហារសំណងព្រះគ្រូព្រះអង្គខំប្រឹងរីងរេគិតគូយ៉ាងណាឲ្យបានសម្រេចគំនូក្បូរក្បាញ់តាតែងខ្ននខ្នេរួងរាន់សៃមាមិនទុកយូរទេជាដំណើរគេតវងសាសនាឆ្នាំកន្លងវេលាស្ថាបនាសពថ្ងៃយាយតាខំមិនបងអងជំនួយគាំទ្រវិហារសំណងព្រះគ្រូព្រះអង្គខំប្រឹងរីងរេគិតគូយ៉ាងណាឲ្យបានសម្រេចគំនូក្បូរក្បាញ់តាតែងខ្ននខ្នេរួងរាន់សៃមាមិនទុកយូរទេជាដំណើរគេតវងសាសនា